ជំរាបសួរលោកស្រីពងជីកេតសំណួរដំបូងដែលខ្ញុំចង់សួរគឺថាតើអំពើអ្វីខ្លះដែលគេអាចចាត់បញ្ចូលថាជាអំពើហិង្សាក្នុងគ្រួសារចាអំពើហិង្សានៅក្នុងគ្រួសារហ្នឹងមាន4ប្រភេទទី1អំពើហិង្សាទៅលើផ្លូវកាយចាគឺវាយដំអីចឹងទៅដាច់មុខដាច់មាត់អីទៅវាធ្ងន់ធ្ងរអាចបាត់បង់ជីវិតប្រភេទទី2គឺអំពើហិង្សាទៅលើផ្លូវចិត្តមិនវាយតាមផ្លូវកាយទេប៉ុន្តែធ្វើទុកបុកម្នេញសម្ដីអសរោះទៅមើងងាយទៅហើយជួនកាលចេញដើរលេងបាត់អីទៅធ្វើឲ្យផ្លូវចិត្តនឹងមានវិបត្តិធ្ងន់ធ្ងរទី3អំពើហិង្សាទៅលើផ្លូវភេទអ្វីបិទតែមានចំណងអាពាហ៍ពិពាហ៍ឥឡូវនេះក្នុងច្បាប់នឹងបាននិយាយថាបើភាគីទាំងពីរចង់រួមទំនេរទាល់តែភាគីទាំងពីរនឹងយល់ព្រមបើមានតែភាគីមួយយល់ព្រមហើយភាគីមួយមិនព្រមដោយសារមានមូលហេតុគ្រប់គ្រាន់ហើយភាគីមួយទៀតទៅរំលោភនឹងគេហៅថារំលោភដែរចារំលោភខ្សែសន្តិវៈចានឹងទី3ណាចាហើយទី4អំពើហិង្សាទៅលើផ្លូវសេដ្ឋកិច្ចនឹងបានន័យថាចង្កាលវាយចានវាយឆ្នាំងដុតផ្ទះចោលយករបស់ទ្រព្យរួមនឹងទៅលក់ចាយអស់អាលេងឬក៏ចង្កាលច្រើនតែបរោះខាត់មិនឲ្យស្ត្រីនឹងចេញទៅរកការងារធ្វើខ្លាចក្រែងបានការងារធ្វើទៅជាឯករាជ្យទៅហើយមិនស្ដាប់ប្រកបខ្លួនឯងចាហ្នឹងក៏ជាអំពើហិង្សាទៅលើផ្លូវសេដ្ឋកិច្ចដែរចាអញ្ចឹងមាន4ប្រភេទហើយអំពើហិង្សាដែលលោកស្រីបានរៀបរាប់ខាងលើមកហ្នឹងតើធ្វើទៅលើអ្នកណាខ្លះទើបគេហៅថាជាអំពើហិង្សានៅក្នុងគ្រួសារច្បាប់ដែលកម្ពុជាយើងបានអនុម័តតាំងតែពី2005ហ្នឹងច្បាប់ហ្នឹងដាក់ចូលក្នុងអំពើហិង្សាហ្នឹងអ្នកដែលនៅក្នុងដំបូលផ្ទះនឹងជាមួយគ្នាបានន័យថាឲ្យតែក្រុមគ្រួសារនៅក្នុងដំបូលផ្ទះហ្នឹងចូលក្នុងរឿងអំពើហិង្សាក្នុងគ្រួសារដូចជាឧទាហរណ៍អ្នកបម្រើនៅក្នុងផ្ទះណាចាហើយម្ចាស់ផ្ទះនឹងធ្វើបាបធ្វើទុកបុកម្នេញអីទៅក៏ជាអំពើហិង្សាក្នុងគ្រួសារដែរចាតែជនដែលប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារហ្នឹងអាចទទួលទោសដែលជាទោសព្រហ្មទណ្ឌដែរទេចាហ្នឹងតាមបទល្មើសដែលគាត់ធ្វើណាចាគាត់ធ្វើទោសធ្ងន់ធ្ងរបានន័យថាគាត់វាយភរិយាគាត់ឬក៏វាយកូននឹងទាល់តែបាក់ដៃឈាមហូរអីហ្នឹងអាហ្នឹងបទព្រហ្មទណ្ឌណាចាអាហ្នឹងស្រេចតែអាជ្ញាធរមានសមត្ថកិច្ចហ្នឹងគាត់ពិចារណាឃើញថានេះជាបទព្រហ្មទណ្ឌហើយអញ្ចឹងគាត់មានសិទ្ធិនឹងចាត់វិធានការយកច្បាប់ព្រហ្មទណ្ឌហ្នឹងមកអនុវត្តលោកស្រីនាយិកាខ្ញុំចង់ដឹងពីស្ថានភាពទូទៅនៃអំពើហិង្សាក្នុងគ្រួសារនៅក្នុងប្រទេសកម្ពុជាវិញម្ដងតើពេលបច្ចុប្បន្នហ្នឹងអំពើហិង្សាក្នុងគ្រួសារនៅតែដដែលថយចុះឬក៏កើនឡើងកាន់តែខ្លាំងជាងមុនចាយើងពិបាកសន្និដ្ឋានថាអំពើហិង្សាក្នុងគ្រួសារចិត្តតែកើនឡើងទេព្រោះអីយើងខ្វះស្ថិតិរបស់ជាតិយើងគ្រាន់តែដឹងថាពីមួយឆ្នាំទៅមួយឆ្នាំអង្គការមិនមែនរដ្ឋាភិបាលតែងតែទទួលពាក្យបណ្ដឹងទទួលជនរងគ្រោះដែលភាគច្រើនលើសលប់ច្រើនតែស្ត្រីក្នុងករណី300ករណីដែលយើងទទួលពីឆ្នាំ2009ហ្នឹងគឺអត់មានបរិះមួយសោះចាអញ្ចឹងមិនមែនបានន័យថានៅប្រទេសកម្ពុជាអត់មានអំពើហិង្សាទៅលើបរិះទេចាខ្ញុំមិនចង់និយាយអញ្ចឹងគ្រាន់តែថាករណីដែលយើងទទួលច្រើនតែស្ត្រីដែលមកយំអូនត្អែថាទទួលរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារហើយនិងកូនក្មេងយើងឃើញចំនួនកាន់តែច្រើនទៅប៉ុន្តែយើងមិនហ៊ានសន្និដ្ឋានថាអំពើហិង្សានឹងចេះតែកើនឡើងទេប្រហែលជាបងប្អូនដោយសារបានស្ដាប់រ៉ាឌីយ៉ូឬក៏មើលទូរទស្សន៍ឬក៏បានដឹងដំណឹងអីថាឥឡូវអំពើហិង្សាក្នុងគ្រួសារហ្នឹងគេលែងទុកជារឿងផ្ទាល់ខ្លួនរបស់គ្រួសារនឹងមួយហើយគឺជារឿងដែលប៉ះពាល់ដល់សង្គមទាំងមូលដូច្នេះបងប្អូនដែលជាជនរងគ្រោះឥឡូវនេះក្លាហានណាមករកអង្គការមិនមែនរដ្ឋាភិបាលឲ្យជួយឬក៏ទៅរកអាជ្ញាធរមានសមត្ថកិច្ចឲ្យជួយកត្តានេះហើយដែលធ្វើឲ្យយើងកាន់តែទទួលពាក្យបណ្ដឹងកាន់តែច្រើនប៉ុន្តែយើងមិនអាចសន្និដ្ឋានថាឆ្នាំមួយទៅឆ្នាំមួយមានដូចគ្នាឬក៏ឡើងខ្ពស់អីទេប៉ុន្តែយើងអាចនិយាយបានច្បាស់លាស់ថាមិនចុះទេចានៅតែមានអញ្ចឹងនៅពេលដែលអ្នកណាម្នាក់ត្រូវទទួលរងនៅអំពើហិង្សាក្នុងគ្រួសារតើជនរងគ្រោះនឹងគាត់អាចទៅរកអ្នកណាដែលមកឲ្យជួយគាត់បានចាឥឡូវនេះដូចខ្ញុំជម្រាបជូននឹងរដ្ឋាភិបាលចាប់អារម្មណ៍រឿងនឹងហើយក៏ចាប់បង្រៀនច្បាប់ហ្នឹងចំណងជើងថាច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះច្បាប់នេះមានបំណងល្អណាស់ច្បាប់នេះមិនមែនជាច្បាប់ដែលមានលក្ខណៈព្រហ្មទណ្ឌទេព្រោះច្បាប់ព្រហ្មទណ្ឌយើងមានស្រាប់ហើយច្បាប់នេះបង្កើតមកដើម្បីប្រគ្រប់លើច្បាប់ដែលមានស្រាប់ហ្នឹងចាហើយតើបើមានអំពើហិង្សាក្នុងគ្រួសារតើអ្នកណាខ្លះអាចទៅជួយបានទី1ក្រុមគ្រួសារដែលដឹងរឿងហ្នឹង
ទៀតថាក្រុមគ្រួសារហ្នឹងអត់ចេញក្រៅបានទេព្រោះជនដែលប្រព្រឹត្តបទល្មើសហ្នឹងគឺខាត់មិនឲ្យក្រុមគ្រួសារចេញខ្លាចទៅហៅអាជ្ញាធរមានសមត្ថកិច្ចមកណាអញ្ចឹងអ្នកជិតខាងដឹងឮអ្នកជិតខាងមានភារៈកិច្ចត្រូវតែជួយរបៀបយ៉ាងម៉េចជួយហ្នឹងគឺថា 3-4 នាក់ត្រូវចូលមកក្នុងផ្ទះភ្លាមដើម្បីទប់ស្កាត់ហើយអាជ្ញាធរត្រូវតែជញ្ជូនមកណាខ្លះអាជ្ញាធរមានសមត្ថកិច្ចហ្នឹងអាជ្ញាធរមានសមត្ថកិច្ចហ្នឹងគឺទី1នគរបាលយុទ្ធធរទី2ភ្នាក់ងារនគរបាលធម្មតាកងរាជអាវុធហត្ថក្រុមប្រឹក្សាឃុំសង្កាត់មេភូមិនិងមន្ត្រីក្រសួងកិច្ចការនារីខ្លះតែអ្នកទាំងអស់គ្នានឹងសិតតែអាជ្ញាធរមានសមត្ថកិច្ចហើយឲ្យតែលោកបានទទួលព័ត៌មានគ្រប់គ្រាន់ពីអ្នកជិតខាងឬក៏ពីក្រុមគ្រួសារកាតព្វកិច្ចរបស់លោកត្រូវតែអញ្ជើញចូលភ្លាមជាបន្ទាន់ដើម្បីជួយកុំឲ្យហួសពេលខ្ញុំចង់និយាយថាហួសពេលជួនកាលបាត់បង់ជីវិតអីទៅគឺអាជ្ញាធរមានសមត្ថកិច្ចនោះលោកអ្នកទទួលខុសត្រូវហើយចាដូច្នេះលោកចូលមកភ្លាមនៅពេលដែលអាជ្ញាធរមានសមត្ថកិច្ចចូលមកធ្វើអន្តរាគមន៍ហ្នឹងតើគាត់មានភារកិច្ចហើយមានសិទ្ធិអំណាចធ្វើអ្វីខ្លះលោកអាចយកអាវុធទាំងទុកអាវុធដែលជាក់ស្ដែងជន់មុខសញ្ញាកំពុងប្រើប្រាស់ហ្នឹងណាចាហើយលោកអាចបង្វែរច្បាប់នឹងអនុញ្ញាតឲ្យអាជ្ញាធរមានសមត្ថកិច្ចបង្វែរយកជន់មុខសញ្ញាចេញទៅក្រៅមួយរយៈមិនមែនយកគាត់ទៅចាប់ចងវាយទាលុយទាកាក់អីទេប៉ុន្តែបើជនរងគ្រោះសនំពរថាចង់ឲ្យយកជនរងគ្រោះទៅវិញទៅនៅកន្លែងកណាដែលមានសុវត្ថិភាពនៅខ្លាចជនមុខសញ្ញាហ្នឹងអាជ្ញាធរមានសមត្ថកិច្ចត្រូវតែគោរពសេចក្តីសនំពររបស់ជនរងគ្រោះទៅរកកន្លែងដែលមានសុវត្ថិភាពរបស់អង្គការមិនរដ្ឋាភិបាលណាមួយយកជនរងគ្រោះទៅដាក់ហើយច្បាប់នេះអនុញ្ញាតរឿងមួយទៀតដែលល្អដែរណាចាគឺហៅថាសេចក្តីសម្រេចរដ្ឋបាលបានន័យថាបើជនរងគ្រោះព្រមឲ្យអាជ្ញាធរជំលះបង្វែរជនមុខសញ្ញាចេញទៅក្រៅគាត់ទៅនៅឯណាផ្ទះសំណាក់ឯណាបាត់មួយរយៈទៅអាជ្ញាធរមានសមត្ថកិច្ចអាចដាក់បញ្ជាទៅលើជនមុខសញ្ញាហាមជនមុខសញ្ញាមិនឲ្យចូលទៅជិតចូលទៅទីលំនៅរួមនឹងទេចាហើយហាមមិនឲ្យតាក់ទងជនរងគ្រោះតាមរូបភាពណាក៏ដោយបានន័យថាមិនឲ្យទូរស័ព្ទមិនឲ្យផ្ញើសារតាមទូរស័ព្ទមិនឲ្យបញ្ជូនអ្នកទី3នឹងទៅគម្រាមកំហែងជនរងគ្រោះអីលាក់អត់ឲ្យធ្វើអញ្ចឹងទេហើយរឿងមួយទៀតដែលល្អអាជ្ញាធរមានសមត្ថកិច្ចអាចណែនាំជនរងគ្រោះថាបើជនរងគ្រោះចង់សនំពរទៅតុលាការដើម្បីឲ្យតុលាការចេញហៅថាដីកាការពារជនរងគ្រោះនោះចាក៏បានដែរតុលាការអាចចេញដីកាបាន2ដងម្ដងបានរយៈក្នុង2ខែម្ដងទៀតបាន6ខែនិយាយពីករណីដែលអំពើហិង្សាមិនទាន់កើតវិញគ្រាន់តែអំពើហិង្សានោះមើលទៅថាបំរុងនឹងកើតតែក្នុងករណីហ្នឹងគេអាចទៅសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចមកធ្វើអន្តរាគមន៍ភ្លាមបានឬក៏ទាល់តែមានអំពើហិង្សាហ្នឹងកើតឡើងជាក់ស្ដែងទៅសមត្ថកិច្ចអាចចូលទៅធ្វើអន្តរាគមន៍បានបើអ្នកជិតខាងដឹងឮពីថ្ងៃហើយថាជនមុខសញ្ញានឹងចេះតែស្រែកថាគាត់សម្លៀងកបិតមួយធំណាគាត់ចង់សម្លាប់អស់មកគ្រួសារព្រោះយើងមានករណីអញ្ចឹងចាដូច្នេះបើអ្នកជិតខាងឮគាត់គម្រាមកំហែងប្រុងធ្វើបាបកូនចៅនៅក្នុងផ្ទះហ្នឹងអ្នកជិតខាងហ្នឹងអាចឬក៏ក្រុមគ្រួសារហ្នឹងក៏អាចទៅជម្រាបអាជ្ញាធរមានសមត្ថកិច្ចឲ្យលោកចូលមកមុនកើតហេតុហ្នឹងឲ្យទៅលោកបានព័ត៌មានគ្រប់គ្រាន់ហើយលោកអាចចូលភ្លាមបានមិនបាច់ទៅសុំដីកាពីតុលាការដើម្បីឃាត់ឲ្យទប់ស្កាត់កុំឲ្យកើតឡើងទាន់ហ្នឹងរឹតល្អទេណាសំណួរចុងក្រោយខ្ញុំចង់និយាយពីរឿងការព្រានប្រដៅកូនចៅវិញចង់ដឹងថាតើការអប់រំព្រានប្រដៅកូនចៅឪពុកម្ដាយអាចធ្វើទៅបានត្រឹមកម្រិតណាដែលមិនចូលទៅជាអំពើហិង្សាក្នុងគ្រួសារចាឪពុកម្ដាយតែងតែស្រឡាញ់កូនតែងតែចង់ប្រដៅកូនណាចាប៉ុន្តែឥឡូវនេះដោយសារប្រទេសកម្ពុជាយើងបានចុះសច្ចាប័នទៅលើអនុសញ្ញាស្តីពីសិទ្ធិកុមារយើងមិនត្រូវធ្វើទរណកម្មទៅលើក្មេងទេចាក្មេងនោះជាកូនយើងបកើតក៏យើងអត់មានសិទ្ធិទៅធ្វើទរណកម្មយើងអាចបដៅកូនយើងតាមមធ្យោបាយផ្សឹងទៅទៀតទី1ណែនាំអញ្ចឹងទៅទី2យើងអាចដាក់ទរណកម្មចេះថារាល់ថ្ងៃសៅរ៍លែងឲ្យមិត្តភ័ក្តិនឹងមកជួបហើយណាលែងឲ្យទៅក្រៅក្នុងមួយសប្តាហ៍ក្នុង2សប្តាហ៍អីចឹងទៅចាបើកូនក្មេងនៅតូចយើងអាចថាឥឡូវបើកូននឹងមិនរៀនមិនសូត្រអីល្អយើងដាក់ទណ្ឌកម្មលែងឲ្យញ៉ាំនំលែងឲ្យញ៉ាំស្ករគ្រាប់លែងឲ្យអីអញ្ចឹងទៅគេមិនថាអីទេចាប៉ុន្តែគេមិនឲ្យធ្វើទរណកម្មទេចាហាមឃាត់ផ្ដាច់មិនឲ្យយកអំពើហិង្សាមកប្រើនៅលើផ្លូវកាយទេចាសូមថ្លែងអំណរគុណលោកស្រីនាយិកា